ជីវិតយើងម្នាក់ៗមិនដឹងថាស្លាប់នៅថ្ងៃណានោះទេប៉ុន្តែសម្រាប់អ្នកខ្លះវិញពួកគាត់សុខចិត្តយកជីវិតខ្លួនឯងទៅលេងសើចនឹងសេចក្តីស្លាប់តែម្ដងដើម្បីតែភាពរំភើបនិងរូបភាពដ៏ស្រស់ស្អាតអស្ចារ្យប្រមាណសន្លឹកហ្នឹងថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលរឿងមួយដែលមានចំណងជើងថារឿង Fall ដែលនិយាយពីការសាកល្បងភាពក្លាហានដ៏ឆ្កួតលីលាបំផុតនៅលើពិភពលោកតែម្ដងរបស់នារីពីរនាក់ហ្នឹងនៅលើអង្តែនដែលមានកម្ពស់ជាង600ម៉ែត្រហើយខ្ពស់ជាងអាគារស្រុកខ្មែរយើងដល់ទៅ3-4ដងឯណោះហើយគ្មានផ្លូវចុះគ្មានទឹកផឹកក៏គ្មានអ្នកជួយផងដែរតើពួកគេអាចរស់បានប៉ុណ្ណាយូរប្រហែលថ្ងៃទៅបើចង់ដឹងច្បាស់កុំភ្លេច like និង follow ម្នាក់មួយផងរួចទៅតាមដានជាមួយនឹងខ្ញុំឥឡូវនេះណាសាច់រឿងយើងផ្ដើមឡើងជាមួយនឹង Becky ដីរបស់នាងរួមទាំងមិត្តភ័ក្តិម្នាក់ទៀតដែលមានឈ្មោះថា Hunter ដែលកំពុងឡើងភ្នំយ៉ាងសប្បាយរីករាយប៉ុន្តែរឿងអកុសលក៏បានកើតឡើងនៅពេលដែលប្តីរបស់នាងឈ្មោះដមហ្នឹងបានរអិលជើងធ្លាក់ទៅក្រោមស្លាប់បាត់បង់អាយុជីវិតនៅចំពោះមុខនាងតែម្ដងដែលធ្វើឲ្យនាងមិនអាចជួយអ្វីបាននោះទេមួយឆ្នាំកន្លងផុតទៅ Becky ក៏ក្លាយជាមនុស្សបាក់ទឹកចិត្តប្រើជីវិតជាមួយនឹងដបស្រាតែម្ដងលាយឡំជាមួយនឹងការយំសោកដើម្បីជួយមិត្តភ័ក្តិនិងឈប់ឲ្យកាត់ទុក្ខ Hunter ក៏បានមកដល់ហើយបបួល Becky ទៅធ្វើរឿងមួយដែលឆ្កួតលីលាបំផុតនៅលើលោករឿងនោះគឺការឡើងមង្គលវិទ្យុចាស់ដែលគេបោះបង់ចោលរាប់សិបឆ្នាំហើយដែលមានឈ្មោះថា B67 ដែលមានកម្ពស់ដល់600ម៉ែត្រហើយគេទុកចោលនៅកណ្ដាលវាលស្រែឯកាតែម្ដងនៅពេលដែល Becky ហើយនិង Hunter បានធ្វើដំណើរទៅដល់បង្គោលនោះគឺឃើញថាបង្គោលនោះមានសភាពចាស់ទ្រុឌទ្រោមខ្លាំងមែនទែនហើយខ្ចៅនីមួយៗគឺច្រេះស៊ីស្ទើរតែដាច់អស់ទៅហើយប៉ុន្តែដោយសារតែភាពចង់ឈ្នះចង់ល្បីពួកគេក៏មិនខ្វល់ឡើយហើយក៏ចាប់ផ្ដើមឡើងទៅលើជាបន្តបន្ទាប់មើលចុះអ្នកទាំងអស់គ្នារាល់ពេលដែលពួកគេឡើងទៅលើចាំជណ្ដើរនោះបានរង្គើមួយហើយខ្ចៅរបូតម្ដងមួយផងដែរដែលធ្វើឲ្យយើងអ្នកមើលបែកញើសហៀទឹកមាត់ហៀទឹកភ្នែកជំនួសតែម្ដងហ្នឹងណាទីបំផុតពួកគេក៏បានឡើងមកដល់កំពូលអង្តែននឹងបានដោយជោគជ័យ Becky និង Hunter ក៏នាំគ្នាថតរូបបង្ហោះ selfie ប្រាប់ fan របស់ពួកគេថាមើលទៅដូចជាមានមោទនភាពខ្លាំងណាស់អញ្ចឹងរឿងរ៉ាវដ៏រន្ធត់ក៏បានចាប់ផ្ដើមឡើងបន្ទាប់ពីភាពសប្បាយរីករាយកន្លងផុតទៅនៅពេលដែលពួកគេទាំងពីរនាក់ Becky និង Hunter រៀបនឹងចុះមកវិញហ្នឹងស្រាប់តែជណ្ដើរដែកដែលច្រេះស៊ីនោះបានបាក់រលំធ្លាក់តិចទៅដីអស់រលីងតែម្ដងបន្សល់ទុកនៅឲ្យពួកគេជាប់នៅលើថាសដែកដ៏តូចមួយដែលមានទំហំប៉ុណ្ណកង់ឡាននៅលើបង្គោលអង្តែនហ្នឹងហើយលើនេះពួកគេគ្មានផ្លូវចុះមានសញ្ញាទូរស័ព្ទអ្វីទាំងអស់គឺគ្មានសេវាហ្នឹងហើយកាបូបដែលមានទឹកមានអាហារហ្នឹងក៏បានធ្លាក់ជាប់ទៅលើថាសនោះតែម្ដងដែលឆ្ងាយពីដៃរបស់ពួកគេហើយ Becky និង Hunter ព្យាយាមគ្រប់វិធីសាស្ត្រទាំងអស់តាំងពីការបោះទូរស័ព្ទចុះទៅក្រោមសង្ឃឹមថានឹងមានសេវាឲ្យមានអ្នកជួយពួកនាងរហូតទៅដល់បញ្ជូនដ្រូនហោះទៅទៀតតែទាំងនោះសិតតែជាការបរាជ័យទាំងអស់ក្នុងស្ថានភាពស្រេកទឹកផងនោះ Becky និង Hunter មានការអស់កម្លាំងជាខ្លាំងពួកនាងទាំងពីរនាក់ក៏បានសម្រេចចិត្តចុះទៅយកកាបូបដែលមានទឹកហ្នឹងដោយប្រើខ្សែពួរតូចមួយទោះបីជានាងបានយកកាបូបបានក៏ដោយតែនាងក៏បានជួបគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរផងដែរនៅត្រង់ចំណុចហ្នឹងយើងបានបង្កប់អាថ៌កំបាំងមួយដែលធ្វើឲ្យ Becky ឈឺចាប់បំផុតគឺនាងដឹងថា Hunter ហ្នឹងធ្លាប់មានទំនាក់ទំនងដូចលាក់ជាមួយនឹងដមដែលជាប្តីរបស់នាងពីមុនមកប៉ុន្តែកលៈទេសៈនេះគ្មានពេលសម្រាប់ខឹងគ្នានោះទេគឺមានតែការតស៊ូដើម្បីរស់សាច់រឿងបន្ទាប់អ្វីដែលកាន់តក់ស្លុតរន្ធត់ផងនោះគឺ Becky ទើបតែដឹងថា Hunter បានស្លាប់បាត់បង់អាយុជីវិតទៅហើយចំណែកឯ Hunter ដែលនាងឃើញកន្លងមកគឺជាវិញ្ញាណដែល Becky ស្រមើស្រមៃដោយសារតែភាពភ័យខ្លាចនិងកង្វះទឹកផឹកតែប៉ុណ្្នឹងឯងដើម្បីអាចផ្ញើសារទៅសុំជំនួយ Becky បានធ្វើរឿងមួយដ៏សាហាវបំផុត
បាទនាងគឺបានសម្លាប់សត្វថ្មាដែលមកចឹកនាងរួចក៏យកទូរស័ព្ទញាត់ទៅក្នុងសាកសពរបស់នាងដែលជា Hunter ហ្នឹងរួចក៏រុញសាកសព Hunter ទម្លាក់មកដីចុងក្រោយសារនោះក៏បានផ្ញើចេញទៅដល់អ្នកជួយសង្គ្រោះពេលនោះអ្នកជួយសង្គ្រោះហ្នឹងក៏បានមកដល់ធ្វើឲ្យ Becky មានអាយុរស់រានមានជីវិតប៉ុន្តែ Becky ក៏បានត្រូវបាត់បង់អ្វីៗទាំងអស់បាត់បង់អ្វីៗគ្រប់យ៉ាងរឿងនេះចង់បង្ហាញយើងថាកុំយកជីវិតទៅលេងសើចជាមួយនឹងរឿងដែលមិនចាំបាច់អីភាពល្បីល្បាញនៅលើបណ្ដាញសង្គមវាមិនមានតម្លៃស្មើនឹងជីវិតយើងឡើយតែអ្នកទាំងអស់គ្នាមានអារម្មណ៍បែបណាដែរក្រោយពីមើលរឿងនេះរួចបើអ្នកទាំងអស់គ្នាវិញតើអ្នកទាំងអស់គ្នាហ៊ានឡើងទៅលើបង្គោលនោះទេចាំបើគេឲ្យលុយ$10,000តើឡើងអត់ជួយខមមិនប្រាប់ខ្ញុំផងខ្ញុំសូមអរគុណសម្រាប់ការតាមដានយើងជួបគ្នានៅវីដេអូក្រោយទៀតបាយ